កីឡាករល្អ3រូបនៃឆ្នាំ2025ទី1 Kylian Mbappé ព្រះអាទិត្យថ្មីនៃ Santiago Bernabeu ក្រុងឆ្នាំ2025ក៏កំពុងបញ្ជាល្បួនដោយផ្លែអគ្គិសនីនិងសម្លងមុខទៅនឹងពានបល្ល័ងd'Orដំបូងជាមួយ Real Madrid គេមិនត្រឹមជាមនុស្សលឿនទេប៉ុន្តែគេជាមនុស្សដែលបំលែងល្បឿនទៅជាសិល្បៈទី2 Erling Haaland បរិសុទ្ធដែលបំផ្លាញការប្រកាសដោយម៉ាស៊ីនមិនអស់ថាមពលក៏បន្តបាញ់គ្រាប់ដ៏ច្រើនយក Golden Boot នៅ Premier League និង Champions League មិនមានអ្វីអាចបញ្ឈប់គាត់បាននៅសម័យ Pep Guardiola Haaland គឺជាមនុស្សដែលបំលែងគ្រាប់បាល់ទៅជាអំណាចទី3 Jude Bellingham មកពីអង់គ្លេសប៉ុន្តែបំផុសពន្លឺនៅ Madrid ក្នុងឆ្នាំ2015គាត់ក្លាយជាមនុស្សសំខាន់បំផុតក្នុងមជ្ឈដ្ឋាននៃ Real Madrid អាយុត្រឹមតែ22ប៉ុន្តែមានស្មារតីដោយកីឡាករចាស់ប្រមាញ់ជើងគេមិនត្រឹមជាមានសមត្ថភាពទេប៉ុន្តែមានចិត្តដែលមិនចង់ចាញ់ Mbappé ល្បឿននៃអនាគត Haaland អំណាចនៃបច្ចុប្បន្ន Bellingham បេះដូងនៃក្លឹបរូបសបលទាត់ឆ្នាំ2025កំពុងត្រូវគ្រប់គ្រងដោយតារា3រូបនេះ